មន្ទីរពេទ្យអន្តរជាតិ VR ចាត់ទុកមុខ International Hospital នៅមហាវិថីសម្ដេចហ៊ុនសែនត្រូវបានបើកការដ្ឋានសាងសង់សួស្តីបងប្អូនទាំងអស់វិលត្រឡប់មកកាន់ Channel សង្គមខ្មែរមន្ទីរពេទ្យអន្តរជាតិ VR ចាត់ទុកមុខ International Hospital ស្ថិតនៅលើផ្លូវ60 ម៉ែត្រសង្កាត់ចាក់អង្រែក្រមខណ្ឌមានជ័យរាជធានីភ្នំពេញត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារនៅថ្ងៃទី29ខែកញ្ញាឆ្នាំ2025ក្រោមអធិបតីភាពរបស់លោកស្រីអុកញ៉ាប៉ាវងទិទ្យាមន្ទីរពេទ្យនេះត្រូវបានបង្កើតឡើងនៅក្នុងគោលបំណងផ្តល់ការព្យាបាលបម្រើសង្គមនិងចូលរួមជាវិស័យសុខាភិបាលកម្ពុជាស្របតាមកម្មវិធីនយោបាយបញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏គង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានាឱកាសនោះលោកស្រីអុកញ៉ាប៉ាវងទិទ្យាបានសម្ដែងនៅការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្ដេចអាកាសសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាដែលបាននាំមកនូវសុខសន្តិភាពដ៏ពិសិដ្ឋដែលជាមូលដ្ឋានរឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិសន្តិភាពនេះហើយបានបើកឱកាសឲ្យវិស័យទាំងអស់រួមទាំងវិស័យសុខាភិបាលអាចរីកចម្រើនដូចជាពេលបច្ចុប្បន្នពិសេសសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីតែងតែផ្ដល់នូវអាទិភាពខ្ពស់ដល់វិស័យសុខាភិបាលដោយចាត់ទុកថាសុខភាពរបស់ប្រជាជនព្រមទាំងសុខភាពសង្គមគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ជាតិលោកស្រីបានបន្តទៀតថាមន្ទីរពេទ្យអន្តរជាតិ VR ចាត់ទុកមុខក៏ជាការសម្រេចក្តីបំណងប្រាថ្នាជាយូរមកហើយរបស់ក្រុមគ្រួសាររបស់លោកស្រីដែលនឹងបង្កើតមន្ទីរពេទ្យមួយដែលផ្ដល់សេវាសុខាភិបាលមានស្តង់ដារមានវិជ្ជាបណ្ឌិតជាតិនិងអន្តរជាតិដែលមានជំនាញវិជ្ជាជីវៈបទពិសោធន៍និងក្រមសីលធម៌ខ្ពស់ដែលប្រជាពលរដ្ឋអាចជឿទុកចិត្តបានមន្ទីរពេទ្យមួយនេះមិនមែនមានត្រឹមតែការទំនើបកម្មបរិក្ខារវិទ្យាសាស្ត្រទាន់សម័យនិងមានវិជ្ជាបណ្ឌិតក្រុមគ្រូពេទ្យដែលមានជំនាញវិជ្ជាជីវៈនិងបទពិសោធន៍តែប៉ុណ្ណោះទេប៉ុន្តែត្រូវបានបង្កើតឡើងដោយក្តីស្រឡាញ់ពូលគឺស្រឡាញ់សុខភាពស្រឡាញ់ជីវិតស្រឡាញ់សុភមង្គលស្រឡាញ់គ្រួសារនិងពិសេសគឺស្រឡាញ់ប្រទេសជាតិសម្ដៅផ្ដល់ការថែទាំនិងព្យាបាលជាមួយនឹងបេសកកម្មមនុស្សធម៌សុជីវធម៌គុណធម៌វិជ្ជាជីវៈនិងទំនុកចិត្តមន្ទីរពេទ្យនេះត្រូវបានសាងសង់ដែលមានផ្ទៃសំណង់សរុប 16,000 ម៉ែត្រការ៉េនិងត្រូវបានចែកចេញជាពីរដំណាក់កាលទី1មានអគារមន្ទីរពេទ្យនៅផ្នែកខាងមុខកម្ពស់7ជាន់និងភ្ជាប់ដោយអគារបន្ទាប់មានកម្ពស់18ជាន់ដែលមានកាឡាផ្ទៃសរុប 83,776 ម៉ែត្រការ៉េដំណាក់កាលទី2មានអគារផ្នែកខាងក្រោយជាអគារស្នាក់នៅបម្រើដល់អ្នកជំងឺមានកម្ពស់23ជាន់ដែលមានផ្ទៃកាឡា 51,928 ម៉ែត្រការ៉េជាមួយនឹងអគារចំណតរថយន្តកម្ពស់7ជាន់មានផ្ទៃកាឡា 34,000 ម៉ែត្រការ៉េដែលអាចចតរថយន្តបានប្រមាណជា 1,000 គ្រឿងមន្ទីរពេទ្យ VR ចាត់ទុកមុខនឹងផ្ដល់សេវាកម្មពហុឯកទេសរួមមានឯកទេសសង្គ្រោះបន្ទាន់ឯកទេសត្រួតពិនិត្យសុខភាពទូទៅឯកទេសព្យាបាលជំងឺមហារីកដោយបាញ់កាំរស្មីនិងចក្រគីមីឯកទេសរូបភាពវិទ្យាសាស្ត្របំពាក់ដោយម៉ាស៊ីន CT scan MRI fluoroscopy X-ray ជាដើមនិងមានឯកទេសវិទ្យាសាស្ត្រជំនាញដូចជាឯកទេសសម្ផស្សនិងរោគស្ត្រីឯកទេសបង្កកំណើតឯកទេសពិនិត្យនិងព្យាបាលជំងឺកុមារឯកទេសជំងឺការពារកាពះពោះវៀនឯកទេសជំងឺក្រលៀននិងកម្រងនោមឯកទេសជំងឺទឹកនោមផ្អែមនិងឯកទេសឆ្អឹងឯកទេសជំងឺបេះដូងឯកទេសជំងឺប្រព័ន្ធប្រសាទឯកទេសជំងឺភ្នែកឯកទេសជំងឺត្រចៀកច្រមុះនិងបំពង់កឯកទេសពិនិត្យព្យាបាលជំងឺមាត់ធ្មេញឯកទេសជំងឺចិត្តសាស្ត្រឯកទេសព្យាបាលចលនាឯកទេសជំងឺស្បែកនិងកែសម្ផស្សជាដើមនិងមានទាំងឯកទេសជំងឺវះកាត់គ្រប់ប្រភេទសម្រាប់បន្ទប់សម្រាប់ព្យាបាលអ្នកជំងឺគឺមានចំនួន221ជាមួយគ្នានេះក៏មានសេវាកម្មទូទៅបន្ថែមទៀតដូចជាឱសថស្ថានហាងលក់សម្ភារៈចាំបាច់សម្រាប់បម្រើដល់អ្នកជំងឺភោជនីយដ្ឋានសាលប្រជុំនិងហាងដទៃផ្សេងទៀតព្រមទាំងមានសួនលំហែសម្រាប់ផ្ដល់នូវផាសុកភាពដល់អ្នកជំងឺដោយពុបហេតុខាងលើបេសក
កម្មរួមនិងការឆ្លាញ់ពិតចេញពីបេះដូងលោកស្រីអុកញ៉ាប៉ាវងទិត្យាពិតជាមានជំនឿយ៉ាងមុតមមថាមន្ទីរពេទ្យអន្តរជាតិ VR ចតុមុខនឹងត្រូវបានទទួលស្គាល់ជាមន្ទីរពេទ្យប្រកបដោយគុណភាពនិងទំនុកចិត្តដែលបានចូលរួមការប្រកួតប្រជែងលើកកម្ពស់សេវាសាធារណៈសុខាភិបាលកម្ពុជាដោយនាំមកនូវក្តីមោទនភាពជាតិលើឆាកអន្តរជាតិស្របតាមប្រសាសន៍ណែនាំបន្តរបស់សម្ដេចតេជោបានលើកទឹកចិត្តថាគ្រប់គ្រងពេញទំហឹងលើការវិនិយោគនេះបើសិនបើយើងមានមន្ទីរពេទ្យល្អនឹងជួយដល់ការតាក់ទាញទេសចរដែលមានវ័យចំណាស់និងអ្នកវិនិយោគមកកាន់ប្រទេសយើងកាន់តែច្រើនបងប្អូនជាទីគោរពនឹងរាប់អានកាលណាបើសំណង់នេះបានសាងសង់និងដាក់ឲ្យដំណើរការបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ពេលដែលមានជំងឺមិនចាំបាច់ឆ្លងទៅកាន់ប្រទេសទី2ដើម្បីព្យាបាលនោះទេប្រទេសកម្ពុជានឹងមានមន្ទីរពេទ្យមួយផ្ដល់នៅទំនុកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាក្រោយពេលបានសាងសង់នៅមន្ទីរពេទ្យនេះរួចរាល់ពីព្រោះហោះទៅប្រទេសទី2ដើម្បីព្យាបាលជំងឺបងប្អូននឹងមានការលំបាកជាច្រើនដូចជាភាសាការធ្វើដំណើរនិងខាតបង់នៅលុយកាក់ជាច្រើនជាពិសេសនោះគឺបងប្អូនដែលមានថវិកាតិចគឺកាន់តែលំបាកក្នុងការធ្វើដំណើរទៅព្យាបាលនៅប្រទេសទី2ជាចុងក្រោយសង្ឃឹមថាមន្ទីរពេទ្យនេះនឹងបានសាងសង់រួចរាល់ក្នុងពេលខាងមុខឆាប់ៗដើម្បីដាក់ដំណើរការហើយបម្រើទៅដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងមូលសូមអរគុណញ៉ាដែលបានព្រួយផ្ដើមកសាងវិនិយោគនៅលើគម្រោងមួយនេះជាពិសេសគឺរាជរដ្ឋាភិបាលកម្ពុជាតែម្ដងនេះគឺជាព័ត៌មានពាក់ព័ន្ធជាមួយនឹងសំណង់ខាងសុខាភិបាលនៅក្នុងប្រទេសកម្ពុជាសូមជម្រាបលាសូមជួបគ្នានៅវីដេអូខាងក្រោយសូមអរគុណ